រូបភាពនេះបង្ហាញពីទេសភាពរដូវរងាដែលពោរពេញទៅដោយព្រិលពណ៌សគ្របដណ្ដប់លើដីដើមឈើនិងលើរែងដែកជុំវិញផ្ទះនៅកណ្ដាលរូបមានក្មេងតូចម្នាក់កំពុងឈរលេងលើព្រិលគាត់ស្លៀកអាវកក់ក្ដៅពណ៌ក្រហមមានមុខពណ៌ស្វាយលីពណ៌ផ្កាឈូកនិងស្រោមដៃពណ៌ផ្កាឈូកខោរបស់គាត់មានលំនាំគំនូរតូចហើយពាក់ស្បែកជើងសម្រាប់រដូវរងាមើលទៅគាត់កំពុងយកព្រិលមកក្ដាប់ក្នុងដៃដូចជាកំពុងលេងឬត្រៀមធ្វើបាល់ព្រិលហើយមានមុខញញឹមបន្តិចបង្ហាញពីអារម្មណ៍រីករាយនៅខាងក្រោយគឺជារបងឈើដែលមានព្រិលកុកស្ថិតលើក្បាលរបងជាច្រើនស្រទាប់ខាងក្រោយរបងទៀតមានផ្ទះមួយពណ៌ខៀវស្រាលជាមួយបង្អួចពីរនិងដំបូលគ្រប់ដោយព្រិលដូចគ្នាក៏មានដើមឈើជាច្រើនដែលសាឡាងរបស់វាត្រូវបានគ្រប់ដណ្ដប់ដោយព្រិលយ៉ាងស្អាតនៅផ្នែកខាងលើនៃរូបអាចឃើញខ្សែភ្លើងនិងដែកបង្គោលភ្លើងដែលមានព្រិលកុកផងដែរមេឃមានពណ៌ប្រផេះស្រាលបង្ហាញថាអាកាសធាតុកំពុងតែត្រជាក់និងអាចទើបតែធ្លាក់ព្រិលថ្មីសរុបមករូបភាពនេះបង្ហាញពីពេលវេលារីករាយរបស់ក្មេងតូចម្នាក់ក្នុងថ្ងៃមានព្រិលដែលទេសភាពជុំវិញស្អាតស្ងប់ស្ងាត់និងមានអារម្មណ៍កក់ក្ដៅផ្លូវចិត្តទោះបីជាអាកាសធាតុជាក់ក៏ដោយ